cách chấp hành thi xong cầu độc cận thập đầy ông thi tầng 4 nâng mặt xa xa nổi xa từng óc chỉ ti sải rập àng ngày ní chỉ ngày đóสบายเด็กเรียนอย่างไรเล่นได้สาระเรียนอนุบาลชีลอยไปสิcáchเป็นตอนในช่วงส่งที่ประกาศประกาศในกรรมธิโดยทางเรามวยประกาศแห่ปีประกาศคณะธรรมดีนำยิวโชว์ร่วมทางกรรมธิใบกระดกต้องอำนาจสร้างลิขิตระบบสมบัติโมหะบวรคนมันได้นิยมเราตรีในบริษัทในชาติกัมพูชีโดยหลวงปู่เราแต่บ้าปักไปโตเชียร์ในบริษัทในชาติกัมพูชีกระดกทรงตัวเทวดาគោលនយោបាយអប់រំស្ដីពីការទប់ស្កាត់ការបោះបង់ការសិក្សាបញ្ហាកង្វល់គឺកុមារនិងយុវជនយើងដែលទទួលបានមានចំនួនតិចឯសិស្សមានឲ្យចូលរៀនក្នុងឆ្នាំសិក្សាថ្មី2025-2026 3ទំហំកម្មវិធី100,000រៀលកុដតែមិនបានមកបើកនៅក្នុងសាលាដូចរាល់ឆ្នាំទេគឺធ្លាក់ចូលទៅក្នុងកុងអាណាព្យាបាលសិស្សដែលគាត់ទទួលបានតែនៅតែបន្តយកចិត្តទុកដាក់ខ្ពស់លើវិស័យអប់រំតាមរយៈបន្ថែមទៀតដើម្បីធ្វើយ៉ាងណាឲ្យអភិបាលកិច្ចល្អនិងមានគណនេយ្យភាពចំពោះប្រជាពលរដ្ឋនិងសហគមន៍យើងថ្ងៃទី1ខែវិច្ឆិកាអញ្ចឹងរយៈពេល2ខែនេះតើក្មួយបានធ្វើកិច្ចការអីខ្លះកូនល្អនោះមានប្រមាណចាដើម្បីជួយសម្រាលការងាររបស់មេដាបេដាយើងមានចាំទេកាលដែលពីព្រះអង្គហាក់សៀងហៃលោកមកឲ្យអាវ៉ាត់បងប្អូនខ្លះកើតតតខ្លះក៏មិនកើតតតលោកគ្រូខ្លះកើតតតខ្លះក៏បានរៀនខ្លះក៏រៀនដើមឡើយសាលាយើងកើតពីឆ្នាំ1983គឺជាដីវាលស្រែសុខសាន្តក្រោយមកមានព្រះគ្រូចៅការព្រះនាមអ៊ុចអុននិងលោកតាសើជួនលោកតាម៉ែកៅលោកតាស្រីហើយនិងលោកឪពុកខ្ញុំនឹងមានចាស់ព្រឹទ្ធាចារ្យមួយចំនួនទៀតគាត់បានបង្កើតសាលានេះឡើងអញ្ចឹងព្រៃតូចនេះមានដំណើរបើកអនុវិទ្យាល័យស្រុកមោកឆ្នាំ1983បន្ទាប់ពីអនុវិទ្យាល័យស្រុកមោកអញ្ចឹងសាលាសង្ឃឹមទៅលើសប្បុរសជនអាណាព្យាបាលនឹងឯងសប្បុរសជនក្នុងប្រទេសនិងក្រៅប្រទេសនិងអាណាព្យាបាលសិនធ្វើរបងជាបន្តទៀតនឹងផែនការទី2ដោយសារប្រជុំតំណាងឲ្យសិស្សានុសិស្សទាំងអស់ក្នុងអង្គពិធីទាំងមូលសូមគោរពគណៈអធិបតីជាទីគោរពសូមគោរពលោកនាយកលោកគ្រូអ្នកគ្រូព្រមទាំងភ្ញៀវកិត្តិយសជាទីគោរពសូមគោរពមេដាបៃតាអាណាព្យាបាលជាទីគោរពបានឆ្នាំ2025ជាថ្ងៃមួយដ៏សំខាន់ដែលគ្រប់សាលារៀនយើងផងដែរសូមបដិញ្ញាដោយខាងក្រោមថាបដិញ្ញាគោរពវិន័យបទបញ្ជាផ្ទៃក្នុងរបស់សាលារៀនបដិញ្ញាមករៀនឲ្យបានទទួលលទ្ធផលល្អបដិញ្ញាមិនសេពគ្រឿងញៀនជាដាច់ខាតបដិញ្ញាកសាងខ្លួនឲ្យខ្លាចជាសិស្សល្អមិត្តល្អពលរដ្ឋល្អជាកិច្ចចុងក្រោយនេះខ្ញុំសូមអញ្ជើញលោកពូរាលីមដាក្រុមប្រឹក្សាខំប្រៃតូចឡើងមានមតិចូលរួមសមាសនាដល់សិស្សានុសិស្សអាណាព្យាបាលនិងប្រកាសបើកបរិយាកាសឆ្នាំសិក្សា2025-2026សូមគោរពអញ្ជើញសិស្សានុសិស្សជាទីគោរពថ្ងៃនេះខ្ញុំបាទមានសេចក្តីសោមនស្សរីករាយដែលបានចូលរួមនៅក្នុងកម្មវិធីបើកបរិយាកាសក្នុងនាមតំណាងឲ្យរដ្ឋបាលគុំប្រៃតូចសូមឲ្យសិស្សានុសិស្សទាំងអស់ចូលរួមមូលនិធិអភិវឌ្ឍសាលាអញ្ចឹងបងប្អូនចាំច្បាស់ហើយទៅបកស្រាយប្រាប់មេដាបេដាឲ្យបានណាអាគារសំបីតែអាគារសិក្សាក៏យើងមានកម្រិតអញ្ចឹងបានប្រសង់វិសុវវិជ្ជាលោកបានគៀងគរអង្គការមកជួយធ្វើឲ្យសាលាយើងបានបរិវេណសាលាស្អាតយើងបានផ្លូវបៃតងយើងបានខ្លោងទ្វារកើតឡើងពីណាគឺបងប្អូនអាណាព្យាបាលសិស្សយើងនេះហើយបាទប្រកាសបើកបរិវេណសាលាឆ្នាំ2025-2026ចាប់ពីពេលនេះតទៅបាទសូមអរគុណ
បាទ